បាទសួស្តីកូនសិស្សទាំងអស់គ្នាហើយសម្រាប់កូនសិស្សដែលមិនទាន់ស្ទាត់ក្នុងការអានអញ្ចឹងសូមមើលវីដេអូនេះបាទអញ្ចឹងមិនថាអ្នកនៅប្រទេសយើងឬក៏អ្នកនៅក្រៅទេដែលកំពុងតែរៀនស្រាប់នៅឯក្រៅប្រទេសអញ្ចឹងគឺបងប្អូនប្រហែលជាអាចនឹងយកមកប្រើការបានជាជំនួយបន្ថែមសម្រាប់អ្នកចាប់ផ្ដើមដំបូងបាទចឹងក្នុងការរៀនភាសាអាល្លឺម៉ង់យើងត្រូវចេះស្រៈផ្សំទាំងឡាយដូចជា A និង E ឬក៏ A ជាមួយ E យើងអានថា I ឬក៏ I ណាភាសារបស់យើងអានថា I ហ្មងទៅនេះ I របៀបនេះបងប្អូនឃើញទេអញ្ចឹងឧទាហរណ៍បងប្អូនអាចមើលអក្សរខ្មែរខាងក្រោមលោកគ្រូបានសរសេរបន្ថែមហើយបន្ទាប់មកទៀតយើងមានជាឧទាហរណ៍ដូចជាកន្លែងនេះគឺស្រៈ I អញ្ចឹងនៅ I ណៃនិង N គឺយើងអានថា nine ប្រែថាអត់ទេ nine ណាអញ្ចឹងកន្លែងនេះគឺ I ដូចគ្នាអញ្ចឹងមើល I ម៉ៃអញ្ចឹងយើងអានថា mine របស់ខ្ញុំ AE ក៏ I ដែរបងប្អូនអញ្ចឹងគឺ I អញ្ចឹងមើល I ម៉ៃខែ5ខែឧសភាណាបងប្អូនបាទអញ្ចឹងនឹងគឺសរ I បន្តមកទៀតយើងមានសំឡេងអោបងប្អូននេះគឺសំឡេងអោណាអញ្ចឹងសំឡេងអោគឺឧទាហរណ៍អោ house auto នឹងគឺស្រៈអោហើយបងប្អូននេះគឺស្រៈអោអញ្ចឹងគឺយើងមើលកន្លែងនេះ ha និងអោ how ដល់ពេលយើងថែម s មកគឺ house auto បន្ទាប់ទៀតយើងមានអោទៀតគឺយើងអាន bleh អោ blow ណា house ប្រែថាផ្ទះ auto ប្រែថាឡាន blow ប្រែថាពណ៌ខៀវបាទបន្តមកទៀតយើងមានសំឡេងអយគឺ a u ឬក៏ a u គឺយើងអានសំឡេងអយបងប្អូនអាចមើលភាសាខ្មែរបន្ថែមEU អយឧទាហរណ៍ euro លុយអឺរ៉ូ noi ចឹងបងប្អូនមើលកន្លែងនេះមកចឹងយើងអានថាម៉េច noi ថ្មីបងប្អូនថ្មីអយអញ្ចឹង Häuser ប្រែថាផ្ទះច្រើនបងប្អូនគឺពហុវចនៈផ្ទះទាំងឡាយផ្ទះច្រើនណាបន្តមកទៀតយើងមានសំឡេង e ណា e វែងគឺ e ជាមួយនឹង a យើងអានថា e អូខេបងប្អូនមើលភាសាខ្មែរខាងក្រោមចំណាំហើយលោកគ្រូហ្នឹងហើយអូខេលោកគ្រូបញ្ចូលបន្តទៅទៀតមានដូចជា e ជាយើងអានថា here ដោយសារវាមាន air នៅជាប់គ្នាយើងអានថា here មិនមែន he ទេយើងអានថា here ដល់កន្លែងនេះគឺយើងអានថា z មិនមែនអាន c ធម្មតាទេគឺយើងអានថា z ណាទីនេះហើយនឹងនាងបាទអញ្ចឹងសំឡេងវាគឺ AE យើងឲ្យឈ្មោះថា I ឬក៏ I តែ EA គឺសំឡេង E ខុសគ្នាតែបន្តិចទេបងប្អូនប៉ុន្តែបងប្អូនធ្វើការចំណាំដោយខ្លួនឯងណាបាទអរគុណសូមបងប្អូនជួយ subscribe YouTube របស់លោកគ្រូផងណានេះលោកគ្រូមាន YouTube នៅខាងក្រោមហើយបងប្អូនចុចមកទៅឃើញមានហើយនេះនៅក្រោមហើយគ្រូសេអសតតូចណាពុំបានសេអសតធំទេហើយបងប្អូនចុចទៅឃើញហើយណាបងរៀនភាសាអាល្លឺម៉ង់ដោយអក្សរធំនៅខាងលើអញ្ចឹងណាលោកគ្រូអូឲ្យធំក៏បានដែរនេះបងប្អូនមើលទៅឃើញហើយណាបាទបើសិនជាបងប្អូនចង់តាមដានសូមបងប្អូនចុច subscribe នៅកន្លែងនេះមកណាអរគុណបាទជួបគ្នានៅវីដេអូក្រោយជាបន្តទៅទៀតអរគុណច្រើនជម្រាបលា Cheers